គ្រប់ជំរាបសួរពុកម៉ែបងប្អូនយាយតាអស់គ្នាឥឡូវនេះខ្ញុំកំពុងតែនៅលើកោះប្រជុំទេពហើយខ្ញុំនឹងធ្វើវីដេអូបច្ចុប្បន្នភាពមួយបង្ហាញចែកជូនពុកម៉ែបងប្អូនយាយតាបានទស្សនាដោយបងប្អូនបានឃើញហើយនេះជាប់ជាមួយនឹងអាស្រមរបស់ព្រះអង្គគឺជាស្ពានថ្មថ្មីមួយនេះទស្សនភាពឥឡូវនេះចំពោះសួនច្បារអីផ្សេងនេះគឺភ្លឺល្អក៏បាទពលឺពណ៌បៃតងល្អមែនតើបាទដាំផ្កាដាំស្មៅអីយ៉ាងល្អបំព្រមមែនតើហើយខ្ញុំតែងតែផ្ដិតយកនៅទស្សនភាពទាំងនេះចែកជូនពុកម៉ែបងប្អូនបានទស្សនានេះដូចបងប្អូនឃើញអញ្ចឹងនេះគឺជាស្ពានមួយអាចឆ្លងទៅក្នុងវត្តហើយនឹងកោះបាទបរិវេណទាំងនេះហើយខ្ញុំនឹងទៅបង្ហាញអំពីទឹកនៅថ្ងៃនេះទៀតបាទភ្លៀងមួយមេធំដែរឥឡូវនេះទឹកកំពុងហូរបាទហូរមកតាមលូច្រើនណាអានេះស្ពាននៅពេលដែលយើងមើលពីច្រកនេះទៅមើលទៅស្អាតម្យ៉ាងឃើញទេនេះឥឡូវខ្ញុំបង្ហាញពីស្ពាននេះហើយនឹងស្ពានឈើមួយខ្សែនេះសិនបាទស្អាតទេបងប្អូនអរគ្នាបាទនោះគឺនៅក្រោយនោះគឺជាស្ពានថ្មបាយក្រៀមស្ពាននេះឬហៅថាស្ពានព្រឹត្តពាន់វស្សាបាទស្ពាននេះគឺជាស្ពានដែលទទួលបានបនចានជាងគេដោយសារតែមានមនុស្សឆ្លងកាត់ច្រើនណាស្ពានឈើហ្នឹងបាទរាប់ម៉ឺនរាប់លានអ្នកបងប្អូនហើយឆ្លងកាត់តាមស្ពានហ្នឹងកាលដែលវត្តមិនតន់ល្បីហ្នឹងគឺថាចាប់ដើមល្បីដំបូងគឺស្ពាននេះមានតែមួយនឹងឯងសម្រាប់ឆ្លងកោះបាទហើយស្ពានទី2នោះស្ពាននេះនឹងក្រោយនោះបាទហ្នឹងគឺជាស្ពានទី2ឥឡូវខ្ញុំនឹងបង្ហាញទស្សនភាពផ្សេងទៀតនៅក្នុងកោះឲ្យបងប្អូនបានទស្សនាបាទនេះគឺកន្លែងតម្កល់ព្រះពុទ្ធរូបមកខាងស្ដាំណាបាទនេះទីតាំងតម្កល់នេះបងប្អូនឃើញស្អាតទេខ្ញុំចាប់ជាប់ជាមួយនឹងដើមឈើទៅហើយបើយើងកន្លែងមកខាងស្ដាំមកនេះមានអាស្រមចាស់មួយដែរកន្លែងហ្នឹងស្ងប់ស្ងាត់ទេឥឡូវហ្នឹងបាទហើយបរិវេណជួរនេះគឺមានការដាំស្មៅដាំដើមឈើអីហើយរួមទាំងខ្ទមនេះបាទកន្លែងនេះគឺរុះអញ្ចាំងចេញបាទនេះបរិវេណខ្ញុំអស់មកជុំតែម្ដងទៅបាទបងប្អូនបានឃើញនេះអញ្ចឹងអស់មកជុំមកយើងដល់កន្លែងអាស្រមរបស់ព្រះអង្គចន្ទនីនេះបាទនេះខ្ញុំកំពុងប្រចាំងនេះគឺរោងតម្កល់ពុទ្ធរូបទី2ហើយបែបនេះឯងនេះទស្សនភាពនោះដើម7បាទនេះដើម7នេះធំណាអាយុកាលយូរតែមើលហើយបងប្អូនកន្លែងមើលពីខាងនេះអាចឃើញនៅចេតិយបាទចេតិយសមរិត្រីណារុំពាត់ចិត្តហ្នឹងនោះខាងនោះកន្លែងរូបសំណាក់ព្រះមេតបនេះបងប្អូនឃើញទេខ្ញុំស៊ូមទៅប្រហែលមិនសូវច្បាស់ប៉ុន្មានទេហើយនេះគឺផ្លូវកណ្ដាលកោះតែម្ដងបងប្អូនទៅត្រង់ទៅគឺចំជាមួយនឹងបលាំងធំហើយបកក្រោយបាទបកក្រោយគឺចំនេះឯងនេះឃើញទេផ្លូវឡើងទៅខ្លងទ្វារទី5អញ្ចឹងខ្ញុំបង្ហាញទស្សនភាពម្ដុំនេះបាទច្បាស់បន្តិចគឺថាស្ងប់ស្ងាត់ល្អមែនតើនៅទស្សនភាពថ្ងៃនេះអាយ៉ាជួបនេះទេនេះមៀវអានេះយាមព្រះអង្គរហូតយាមកន្លែងអាស្រមបងប្អូននេះមៀវអូនេះខ្ញុំស៊ូមពីចង្ងាយតែបងប្អូនបានឃើញនេះបាទព្រះពុទ្ធរូបកន្លែងកោះកោកធ្លក៏ស្អាតមែនតើឃើញទេស៊ូមមកដល់អានេះបាទឥឡូវខ្ញុំដើរទៅតាមផ្លូវថ្មើរជើងថ្មីនេះនាំពុកម៉ែបងប្អូនយាយតាទៅមើលនៅផ្ទៃខាងក្រោយអានេះខ្ញុំបង្ហាញរូបសំណាក់កន្លែងនេះបន្តិចបាទស្អាតណាស់នោះបាទដៃមកខាងកាន់ញួរដៃមកខាងកាន់ដេកដាប់បាទមកជួរនេះគឺមានរូបព្រះសអាមេត្រីមាននេះប្រភពកណេះនេះបាទរូបប្រភពកណេះហើយខាងនេះរូបព្រះសអាមេត្រីហើយខាងនេះគឺរូបព្រះពុទ្ធព្រះនាមព្រះសមណគោតមនឹងឯងអញ្ចឹងនេះទស្សនភាពនៅពេលយើងមើលទៅពីនេះទៅកន្លែងរោងតម្កល់ពុទ្ធរូបគឺបែបនេះចំអានេះមកពីណាពីណីនេះអាហ្នឹងយំលឺណាស្រែកលឺមែនតើបងប្អូនគ្នាបាទស្រែកអស់ទោះបាទនោះគឺកន្លែងព្រះចេតិយនោះបាទយើងមើលមកខាងទៀតអូផ្លិចមើលអានេះបាទនេះណាកំពុងតែលាស់ខ្លួននៅលើថ្មបាយក្រៀមនេះអញ្ចឹងមកដល់កន្លែងនេះគឺជាផ្លូវបែកជា4កណ្ដាលកោះពុកម៉ែបងប្អូននិយាយតែប្រហែលជាស្គាល់ហើយផ្លូវបែកជា4ចំកណ្ដាលកោះហ្នឹងជាប់ជាមួយនឹងសាលាវិបស្សនាអញ្ចឹងនេះខ្ញុំបង្ហាញពីសាលាវិបស្សនានៅជ្រុងខាងលើបាទកំពុងតែសាងសង់នៅដបូលហើយកន្លែងនេះមានការដ្ឋានមានអីនោះកន្លែងឆ្លាក់នៅសិលាចារឹកបងប្អូននេះសាលាចារឹកនៅជាប់ជាមួយនឹងផ្លូវបែកជា4កណ្ដាលកោះដែរ
bên phục mai bông phong ai đa mà lại nâng bên phơi bay chỉ buồn muối này phịch mưa à muối nên lơ này chắc là lấy ní cứ phơi đào trắng trong chỉ muối nâng ruộng đồng cầu bột ruộng ấy mình ruộng bằng thông nơi trong cỏ bà chuyện đào tạm đi tới chỉ trong bằng thông hơi bà ngày ní cứ chiên nơi bà to co sang phơi tham chương mặt xài đấy bà phơi tham chương nơi ai mốc bằng mốc ti tăng lại chuông á bà đi ti tăng lại chuông mà em nè nuôi dùng mưa khơi hụt bà cô cho bà hạ cái nhé bà này nhâm thọ thì chừng ngày tư họ do ban tập hiệp play mà giang không nè bà chẳng ní bà rồi bên cái lại ní nơi mình toàn miền Nam xoay đâm ấy thế tại sao tại mình toàn ruồi ro lấy hay mà đo cái lại nó cứ lư sầm lên cần ngao sai bà mình đang hơi bị sai vì dùng tới khoao nữa bà này bà rồi bên mà chúng nâng cái đá con ấy ơi bông phôn dây ta dân ban mưa tích hai cặp bông tà riệp chưa riệp phơi tham chưa mặc saiទៀតហើយនេះបាទកន្លែងនេះចឹងបរិវេណនេះនៅបន្តធ្វើទៀតបាទបន្តដំណើរធ្វើចឹងនេះគឺជាលបងមិនមែនអានឹងគេប្រកាន់ដៃចឹងណាបាទប្រកាន់ដៃមកជួទៅលើអញ្ចឹងបាទនោះប្រពុតពណ៌មាសនៅលើ8អង្គបាទប្រពុតពណ៌មាសហើយនៅខាងក្រោមនេះគឺមានរូបសំណាកប្រពុតប្រសោតមកព្រះអង្គដែរនេះបាទប្រពុតប្រសោតបងប្អូនឃើញទេព្រះអង្គលើករៀមដៃមួយចង្អុលទៅលើរៀមដៃមួយចង្អុលមកក្រោមបាទមានសិទ្ធិមានហេតុមានផលឬក៏មានអត្តន័យបាទអញ្ចឹងឥឡូវខ្ញុំបានមកដល់ចុងកោះឲ្យបងប្អូននិយាយតាមអ្នកគ្នាអាចតាមដានទស្សនាបាទឥឡូវខ្ញុំមកដល់កន្លែងនេះហើយកន្លែងរូងភ្នំបងប្អូនអ្នកគ្នាឥឡូវខ្ញុំវល់អញ្ចេះបន្តិចហើយខ្ញុំនឹងចាប់កន្លែងរូងភ្នំទេឲ្យបងប្អូនបានឃើញអញ្ចឹងកន្លែងនេះគឺអត់ទាន់ធ្វើអីរួចរាល់ទេបាទគឺកំពុងតែដំណើរការសាងសង់បន្តទៀតបាទហើយបងប្អូនបានមើលខាងលើនោះបាទប្រពុតរូបពណ៌មាសនោះបាទហើយខាងក្រោមនេះគឺយើងនឹងមានផ្លូវចូល2មានផ្លូវចេញមួយចូលមួយបងប្អូនណាបាទផ្លូវផ្សេងគ្នានេះទស្សនវិជ្ជាកន្លែងនេះបាទឥឡូវខ្ញុំបញ្ចាំងមកជ្រុងនេះឲ្យបងប្អូនបានទស្សនាបន្តិចបាទមកជ្រុងនេះគឺបែបនេះអានោះផ្លូវចូលបាទផ្លូវចូលហើយនេះគឺផ្លូវដែលខ្ញុំដើរមកមិញហ្នឹងហើយមើលប្រកាន់ដៃមើលអីទៅស្អាតមែនតើបងប្អូនណានេះអញ្ចឹងចំពោះរូងភ្នំនេះឥឡូវកំពុងតែបន្តការអភិវឌ្ឍសាងសង់អីផ្សេងហើយនឹងហើយនៅក្នុងពេលឆាប់ហើយមើលទៅព្រោះថាពលឿននៃការធ្វើហ្នឹងលឿនដែរបាទគួរសមមែនតើបាទនេះផ្លូវខ្ញុំដើរមកមិញហ្នឹងបងប្អូនគ្នានេះហើយយើងមើលទៅឯចុងកោះបាទមើលបលាំងធំនៅខាងនោះបែបនេះឯងបាទទស្សនវិជ្ជាស្រស់បំព្រមអញ្ចឹងនាំបងប្អូននិយាយតាមដើរតាមនេះមកជួរនេះមានទឹកមានអីច្រើនណាអូននេះអូកន្លែងនេះគេហាមស្ទូចត្រីនេះឃើញទេខ្លាបាទហាមស្ទូចត្រីនៅកន្លែងនេះឯងនេះឃើញទេបាទបរិវេណកន្លែងហាមស្ទូចត្រីអញ្ចឹងនេះបែបនេះឯងនេះអានេះខ្ញុំបង្ហាញពីចុងកោះនេះចំបាទផ្លូវចំនេះហើយខាងម្ដុំនេះត្រូវធ្វើបន្តទៀតបាទការសាងសង់បន្តទៀតបាទអញ្ចឹងគឺដើរតាំងពីអាស្រមរបស់ព្រះអង្គរហូតមកដល់កន្លែងនេះបាទកន្លែងនេះខ្ញុំបង្ហាញទស្សនវិជ្ជារៀងយូរបន្តិចដែរដោយសារតែវាមើលទៅពិសេសស្អាតធម្មជាតិនោះកន្លែងនេះគឺជាផ្លូវគេហៅនេះរូងភ្នំបងប្អូនអ្នកនាងបាទផ្លូវរូងភ្នំហើយកន្លែងនេះគឺជាស្ពានផ្លូវឡើងស្ពាននេះចឹងបងប្អូនឡើងស្ពាននេះស្ពានមាន2ស្ពានឈើនោះមួយហើយនឹងស្ពានអន្តនូនេះមួយឡើងទៅដល់កន្លែងកលប្របាទបាទកលប្របាទហើយមើលព្រៃឈើអូកន្លែងនេះគេវាយព្រៃវាយអីហ្នឹងនេះស្រះលវឹងបាទនៅជាប់នេះមានគេកាប់ព្រៃឈើអីស្អាតហើយអញ្ចឹងនេះបរិវេណម្ដុំនេះឲ្យបងប្អូនបានឃើញវីដេអូនេះខ្ញុំបិទបញ្ចប់ប៉ុណ្្នឹងទៅចុះហើយអរគុណច្រើនមែនទែនពុកម៉ែបងប្អូនយាយតាដែលតាមដានទស្សនាវីដេអូនេះកន្លងមកហើយសម្រាប់បងប្អូនដែលគាត់ចង់ទទួលបានវីដេអូថ្មីកុំភ្លេច Subscribe Channel YouTube ម្នាក់មួយបាទអញ្ចឹងអរគុណច្រើនជំរាបលា